ជាកំពុងតែប្រែប្រួលពីព្រោះមានព្រឹត្តិការណ៍មួយដ៏សំខាន់ដែលបងប្អូនជនរួមជាតិយើងនៅក្នុងប្រទេសភាគច្រើនមិនទាន់បានដឹងឮទេពីព្រោះគេបិទបាំងថ្មីនេះមានអន្តរាគមន៍ពីកងកម្លាំងអន្តរជាតិកងកម្លាំងចម្រុះជាពិសេសកងកម្លាំងអាមេរិកបានមកដល់ទីក្រុងភ្នំពេញសួរថាមកដល់ដើម្បីធ្វើអ្វីដើម្បីបិទក្បាលម៉ាស៊ីនចោលកន្លែងដែល Gen Z គឺមេអក្រិតជនជាតិចិនដែលទទួលសញ្ជាតិជាខ្មែរមានតួនាទីជាទីប្រឹក្សាហ៊ុនសែនផងទីប្រឹក្សាហ៊ុនម៉ាណែតផងឋានៈស្មើនឹងរដ្ឋមន្ត្រី Gen Z នេះគឺមានឥទ្ធិពលយ៉ាងខ្លាំងគាត់យកលុយមកជះគាត់ទិញបានអស់ហើយទិញក្បាលហ៊ុនសែនក្បាលហ៊ុនម៉ាណែតអ្នកនៅជុំវិញហ៊ុនសែននឹងទិញក្បាលអ្នកទាំងអស់នឹងបានហើយអញ្ចឹងហើយបាននៅទីក្រុងភ្នំពេញកំពុងតែឆោឡោរបបហ៊ុនសែននេះកំពុងតែឆោឡោពីព្រោះកងកម្លាំងប្រដាប់អាវុធអន្តរជាតិមានសហរដ្ឋអាមេរិកគេចូលមកគេអត់មានសុំអនុញ្ញាតពីហ៊ុនសែនហ៊ុនម៉ាណែតទេគេប្រាប់តែប្រហែលម៉ោងមុនគេមកដល់ហើយគេមកដល់មែនឥឡូវបងប្អូនណាដែលមិនទាន់ដឹងច្បាស់ទៅមើលកន្លែងដែលពួកក្រុមចៅចិនដឹកនាំដោយ Gen Z គេមានទីតាំងធំរបស់គេហ្នឹងឥឡូវត្រូវបិទគេតាមចាប់ Gen Z គេរឹបអូសទាំងអស់អ្វីដែលនៅក្នុងការិយាល័យឯកសារអីប្រមាណពាក់ព័ន្ធហ្នឹងគេរឹបអូសទាំងអស់ហើយគេតាមចាប់ Gen Z នោះរត់ស្ទើរតែមិនទាន់ឥឡូវគេតាមដានទៀតពីប្រទេសមួយទៅប្រទេសមួយគាត់ចេញពីប្រទេសកម្ពុជាគាត់ឈ្មោះទៅឌូបាយវិលមកចិនកុម្មុយនីសចង់ទៅគិតខ្លួនកន្លែងណាទៀតប៉ុន្តែអត់ទេសំណាញ់ច្បាប់អន្តរជាតិនគរបាលអន្តរជាតិនឹងចាប់ Gen Z ប៉ុន្តែក្នុងការរងចាំចាប់ Gen Z ហ្នឹងគឺបានចាប់អ្នកដែលធ្វើការជាមួយ Gen Z ហ្នឹងច្រើនរាប់សិបអ្នកចូល100អ្នកទូទាំងពិភពលោកពីព្រោះកងកម្លាំងចម្រុះហ្នឹងគឺគេសហការគ្នាគេធ្វើការគេអន្តរាគមន៍ទៅទន្ទឹមគ្នាថ្ងៃជាមួយគ្នាម៉ោងជាមួយគ្នាកុំឲ្យពួកជនអក្រិតរត់ទាន់ឥឡូវរបបហ៊ុនសែននឹងកំពុងតែភ័យខ្លួនមែនតើពីព្រោះគេមានឯកសារភ័ស្តុតាងសាក្សីគ្រប់គ្រាន់ហើយគឺហ៊ុនសែនហ៊ុនម៉ាណែតនេះអ្នកនៅជុំវិញហ៊ុនសែនហ៊ុនម៉ាណែតនេះគឺពាក់ព័ន្ធស៊ីជម្រៅជាមួយពួកក្រុមចៅអញ្ចឹងហ៊ុនសែននិងហ៊ុនម៉ាណែតគឺមានឈ្មោះជាចៅមិនរួចខ្លួនទេចង់បិទបាំងការពិតក៏មិនបិទបាំងមិនបានដែរឥឡូវនេះឃើញថាព្រះមហាក្សត្រគេស្នើលោកហើយលោកព្រមភ្លាមបើមិនព្រមទេនឹងបាត់រាជបល្ល័ង្កគឺឲ្យដកសញ្ជាតិខ្មែរពី Gen Z គឺបានដកឲ្យប៉ុន្តែអត់មានទាន់ផ្សព្វផ្សាយគេធ្វើតែស្ងាត់ប្រជាពលរដ្ឋខ្មែរអត់ទាន់ដឹងឮទេថាអន្តរជាតិបានជំរុញឲ្យព្រះមហាក្សត្រដកសញ្ជាតិពី Gen Z ពីមេខ្លោងក្រុមចៅតែហ៊ុនសែនឥឡូវនេះចង់បន្លំគឺចង់ដកតួនាទី Gen Z ពីទីប្រឹក្សារបស់គាត់របស់ហ៊ុនសែនពីទីប្រឹក្សារបស់ហ៊ុនម៉ាណែតណាហើយដកតំណែងអ្វីទាំងអស់អ្នកដែលពាក់ព័ន្ធជាមួយ Gen Z ឲ្យដកហើយដកមួយទៀតគឺដកសញ្ជាតិពីព្រោះហ៊ុនសែននឹងហើយអ្នកផ្ដាល់សញ្ជាតិឲ្យចោលឥឡូវមានច្បាប់ដកសញ្ជាតិស្រាប់ហើយថាហ៊ុនសែនថានឹងប្រើច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីសំរងស៊ីតែឥឡូវនេះគេនឹងបង្ខំឲ្យហ៊ុនសែនប្រើច្បាប់ដកសញ្ជាតិនេះដកពី Gen Z ប៉ុន្តែហួសពេលហើយអត់ទាន់ទេហ៊ុនសែនទោះជាគាត់មានគម្រោងគាត់នឹងចេញសេចក្តីប្រកាសមួយថាគាត់ដកតំណែង Gen Z ពីទីប្រឹក្សារបស់គាត់ហ៊ុនម៉ាណែតនឹងប្រកាសថាបានដកតំណែង Gen Z ជាទីប្រឹក្សារបស់គាត់យ៉ាងណាក៏ដោយហើយគេមានបំណងបន្លំឯកសារគេថាគេមិនមែនដកថ្ងៃហ្នឹងបន្ទាប់ពីអន្តរាគមន៍កងកម្លាំងប្រដាប់អាវុធអន្តរជាតិចូលមកដល់ប្រទេសកម្ពុជាទេគេចុះថ្ងៃខែគេបន្លំគេថាអូដកប្រហែលខែហើយតើមិនមែនដោយសារអន្តរជាតិចូលមកបានដកទេប៉ុន្តែគ្មាននរណាជឿទេ
ដោយដកតំណែងពីទីរបស់លីរតនៈរស្មីអ្នកពាក់ព័ន្ធនឹងសម្លាប់លឹមកំយ៉ានៅទីក្រុងបាងកកកាលពីដើមឆ្នាំនេះហ៊ុនសែនធ្វើជាចេញលិខិតប្រកាសថាដកសញ្ជាតិពីលីរតនៈរស្មីមែនទែនអត់ដកក្រោយពីប្រទេសថៃអាញាធរថៃតាមចាប់ហើយបានដកឲ្យល្អមើលប៉ុន្តែចំពោះចិនស៊ីនេះគេដឹងល្បិចរបស់ហ៊ុនសែនហើយទោះជាដកតំណែងដកសញ្ជាតិដកអីហ្នឹងគឺវាហួសពេលហើយភ័ស្តុតាងវាមានគ្រប់គ្រាន់ហើយគឺហ៊ុនសែននេះគឺចូលដៃជាមួយចៅរបបហ៊ុនសែនរស់ពុករលួយយកលុយមកទិញអ្នកនឹងចោះចូលហើយចាយវាយខ្ជះខ្ជាយចាយលុយដូចចាយទឹកណាគឺដោយសារលុយចោលរួចទៅក្នុងឯកសារដែលគេចាត់រឹបអូសពីក្រុមចោលគឺមានឈ្មោះហ៊ុនសែនហ៊ុនម៉ាណែតស៊ីលុយចោលគឺអត់រួចខ្លួនទេពីមុនហ៊ុនសែនធ្វើបាបតែខ្មែររួចខ្លួនពីព្រោះតឡាការខ្មែរបលិសខ្មែរគេបកស្រាយតាមអ្វីដែលគេត្រួតត្រាបកស្រាយតាមតែចិត្តរបស់គេរួចខ្លួនគេលៀងខ្លួនគេបានប៉ុន្តែឥឡូវនេះហ៊ុនសែនគាត់ផ្្លាត់ស្នៀតធំគាត់ថាគាត់ពូកែឆ្លាតដឹកនាំប្រទេសតាមរបៀបប្រជាការ40ឆ្នាំគាត់ថាគ្មាននរណាហាក់ធ្វើអីគាត់បានទេគាត់ឆ្លាតប៉ុន្តែឆ្លាតយ៉ាងណាឥឡូវនេះផ្្លាត់ស្នៀតធំបើធ្វើតែជាមួយខ្មែរធ្វើបាបតែខ្មែរងើបមួយវាយមួយងើបមួយវាយមួយធ្វើបាបតែខ្មែរប្រហែលរួចខ្លួនប៉ុន្តែនេះចូលដៃជាមួយចៅអន្តរជាតិបណ្ដាញចៅនេះគឺទ្រង់ទ្រាយធំណាស់អក្រិតជនគឺជួញដូរគ្រឿងញៀនជួញដូរមនុស្សលៀងលុយកខ្វក់គឺពាក់ព័ន្ធរឿងអាស្រូវទាំងប្រមាណលុយដែលប្រមូលបានរាប់ពាន់លានដុល្លារពីទីទូទាំងប្រទេសពីសកម្មភាពអក្រិតទូទាំងប្រទេសគេយកមកលៀងនៅប្រទេសកម្ពុជាគ្មានប្រទេសណាដែលមានរបបពុករលួយដោយរបបហ៊ុនសែនខ្ជះខ្ជាយធ្វើអ្វីផ្ដេសផ្ដាស់តាមតែអំពើចិត្តមកចូលដៃជាមួយចៅដោយហ៊ុនសែននិងហ៊ុនម៉ាណែតទេអញ្ចឹងខុសតាមមានគ្រប់គ្រាន់ហើយទោះជាគេកំចាត់ចៅអស់តែគេអត់ឈប់ប៉ុណ្ណឹងទេគេសួរថាចៅពីដើមទីធ្វើការបានយ៉ាងម៉េចទៅជ្រកនៅប្រទេសកម្ពុជាគឺទីតាំងវាធំជាងគេគឺនៅប្រទេសកម្ពុជាមានដែរសកម្មភាពចៅនៅប្រទេសដទៃទៀតប្រទេសជិតខាងប្រទេសថៃប្រទេសលាវប្រទេសភូមាមានប៉ុន្តែមិនមែនទ្រង់ទ្រាយធំទេគឺអាទីតាំងធំអាក្បាលម៉ាស៊ីនធំអាមេចៅធំអាមេខ្លោងឈិនស៊ីហ្នឹងវារស់នៅភ្នំពេញហើយទីតាំងវានៅទីក្រុងភ្នំពេញអញ្ចឹងហើយបានប៉ូលីសអន្តរជាតិបានមកដល់ហ៊ុនសែននោះគឺភ័យស្លន់ស្លោខ្មាស់គេផងអត់ឲ្យប្រជាពលរដ្ឋខ្មែរដឹងទេថាប៉ូលីសអន្តរជាតិមកដល់ហើយគេអត់មានសុំការអនុញ្ញាតនេះដូចខ្ញុំនិយាយបាញ់មិញគេប្រាប់ថាគេមកដល់ហើយអ្នកឯងចង់មិនចង់គេនឹងមកដល់ហើយបើអ្នកឯងហ៊ានប្រឈមមុខហ៊ានប្រឆាំងអ្នកឯងគឺចប់ភ្លាមប៉ុន្តែគេមិនចង់ប្រើកម្លាំងហិង្សាអីទេគេបង្ខំឲ្យហ៊ុនសែនកុំធ្វើអីឲ្យគេមកចាប់ឲ្យគេមកបិទក្រុមហ៊ុនបណ្ដាញហៅថា Prince Group របស់ចិនជីនោះគេបិទខ្ទេចខ្ទីហើយដូរយហោដូរអីយ៉ាងណាក៏ដោយក៏អត់រួចខ្លួនដែរពីព្រោះបញ្ជីណាសម័យនេះគឺធ្វើការអ្វីតាមកុំព្យូទ័រគឺមានបញ្ជីទាំងអស់អ្នកពាក់ព័ន្ធទាំងអស់គឺជាប់ឈ្មោះហើយក្នុងនោះអ្នកដែលជាប់ឈ្មោះធ្ងន់ជាងគេគឺហ៊ុនសែនហ៊ុនម៉ាណែតតែម្ដងនេះហើយព័ត៌មានដែលខ្ញុំប្រកាសណាខ្ញុំចង់ពិតឲ្យជម្រាបបងប្អូនជនរួមជាតិទាំងអស់គឺហ៊ុនសែនហ៊ុនម៉ាណែតអត់រួចខ្លួនទេពីព្រោះធ្វើឲ្យប្រទេសកម្ពុជាคล้ายទៅជាប្រទេសចោរហៅថា mafia state mafia ហ្នឹងចោរអន្តរជាតិ state ហ្នឹងគឺប្រទេសគឺជារដ្ឋគាត់បានយកប្រទេសកម្ពុជាធ្វើជារដ្ឋរបស់ចោរដឹកនាំដោយចោររកស៊ីជាមួយចោរដូច្នេះថយក្រោយអត់បានទេបិទបាំងការពិតអត់បានទេព័ត៌មានទាំងអស់នេះបងប្អូនសួរខ្ញុំថាដឹងពីណាមកដឹងមុនគេមកឲ្យបែកធ្លាយពេលនេះដឹងពីណាមកទី1ដឹងពីបណ្ដាញរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារតាំងពីយើងបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនេះមានការគ្រប់គ្រងយ៉ាងខ្លាំងយ៉ាងផុសផុលទីបំផុតគ្រាន់តែអ្នកដែលពាក់ព័ន្ធសុំកុំឲ្យយើងចេញឈ្មោះដើម្បីធានាសុវត្ថិភាពរបស់គេឲ្យសម័យខ្លួននៅធ្វើការបន្តទៀតហើយធ្វើការក្នុងតំណែងខ្ពស់នៅជុំវិញហ៊ុនសែនអត់ដឹងទេព័ត៌មាននេះខ្ញុំដឹងពីអ្នកដែលនៅជុំវិញហ៊ុនសែនបានផ្ដល់មកឲ្យខ្ញុំជាបណ្ដាញសម្ងាត់បណ្ដាញបង្កប់
នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ព័ត៌មានទាំងអស់នេះគឺទទួលការបញ្ជាក់ពីតំណែងតំណងអន្តរជាតិដែលខ្ញុំមាននៅទូទាំងពិភពលោកតំណែងតំណងអន្តរជាតិដែលខ្ញុំមាននេះគឺបានបញ្ជាក់ដូចគ្នាគឺគេមិនអនុញ្ញាតឲ្យហ៊ុនសែនធ្វើទៀតទេគេមិនភ្លើទៅជឿហ៊ុនសែនថាគេខ្ជិលនឹងធ្វើដូចថាគេជឿគេមិនដែលជឿតែម្ដងនេះគេថាឈប់លេងអញ្ចឹងហើយហ៊ុនសែនឯលេងអញ្ចឹងវាមិនមែនគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជាខ្លាយទៅជាប្រទេសចោលទេវាគ្រោះថ្នាក់ដល់ពលរដ្ឋគេនៅទូទាំងពិភពលោកអញ្ចឹងហើយបានប្រទេសមួយចំនួនគេពួតដៃគ្នាគេធ្វើអន្តរាគមន៍រួមគ្នាចម្រុះមកកម្ចាត់ចោលនៅលើទឹកដីប្រទេសកម្ពុជាតែម្ដងហើយកម្ចាត់ចោលគឺកម្ចាត់ហ៊ុនសែនហើយកម្ចាត់របបហ៊ុនសែនហើយវាដោយទាំងហ៊ុនសែនហើយព្រោះហ៊ុនសែនធ្វើការជាមួយចោលស្អិតរមួតស៊ីជំរឿហួសហេតុអញ្ចឹងគេកម្ចាត់ចោលឲ្យអស់សិនទៅណាហើយវាដោយទាំងហ៊ុនសែនកម្ចាត់ចោលនៅប្រទេសកម្ពុជាគឺដូចកម្ចាត់របបហ៊ុនសែនអញ្ចឹងព័ត៌មាននេះគឺមានសារៈសំខាន់ណាស់ឃើញថាប្រវត្តិសាស្ត្រប្រទេសកម្ពុជាកំពុងតែប្រែប្រួលបងប្អូននឹងឃើញក្នុងរយៈពេលប្រហែលថ្ងៃប្រហែលសប្តាហ៍យ៉ាងយូរណាស់ប្រហែលខែខាងមុខនេះឃើញថារបបហ៊ុនសែនដល់ទីបញ្ចប់របស់វាហើយក្នុងជួរគណៈបកប្រជាជនកម្ពុជាអ្នកដែលនៅគ្រប់គ្រងពីក្រោយគណៈបកប្រជាជនកម្ពុជាគេថាมันអាចបណ្ដោយឲ្យហ៊ុនសែនធ្វើប្រធានគណៈបកប្រជាជនកម្ពុជាបានទៀតទេហ៊ុនសែនដូចជាប្លន់គណៈបកប្រជាជនកម្ពុជាដែលគេបង្កើតតាំងពីឆ្នាំ1951ណាដែលជាឧបករណ៍សម្រាប់គេគ្រប់គ្រងប្រទេសកម្ពុជាឥឡូវហ៊ុនសែនយកគណៈបកប្រជាជនកម្ពុជាធ្វើជាឈ្នន់ដើម្បីបន្លំថានឹងជាទង្វើគណៈបកប្រជាជនកម្ពុជាមិនមែនទេទង្វើហ៊ុនសែនដែលបានប្លន់គណៈបកប្រជាជនកម្ពុជាលើកបន្ទប់កូនគាត់ហ៊ុនម៉ាណែតបន្ទាប់ពីបានការពារអំណាចផ្ទាល់ខ្លួនរបស់គាត់ជិត40ឆ្នាំដូច្នេះយកគណៈបកប្រជាជនមកលេងសើចយកធ្វើជាខែលយកធ្វើជាឈ្នន់ដើម្បីការពារអំណាចបុគ្គលហ៊ុនសែនគ្រួសារហ៊ុនសែនហើយទៅចូលដៃជាមួយចៅអន្តរជាតិនេះគឺខូចឈ្មោះគណៈបកប្រជាជនបើគណៈបកប្រជាជនមានហ៊ុនសែនជាប្រធានគឺគេហៅគណៈបកចៅព្រោះប្រធានគណៈបកប្រជាជនកម្ពុជាគឺហ៊ុនសែនជាមេចៅអញ្ចឹងបើឲ្យហ៊ុនសែនធ្វើប្រធានគណៈបកប្រជាជនកម្ពុជាទៀតគឺទទួលស្គាល់ថាគណៈបកប្រជាជនជាគណៈបកចៅហើយគណៈបកចៅមិនអាចមកដឹកនាំប្រទេសទេផតែខ្មែរបានប៉ុន្តែនេះផដល់អន្តរជាតិអត់មាននរណាជឿអញ្ចឹងព័ត៌មានដ៏សំខាន់នេះជាអាយុជីវិតប្រទេសកម្ពុជាខ្ញុំកាលណាខ្ញុំបានពិតព្រះអង្គហើយបានជម្រាបដល់បងប្អូនជនរួមជាតិហើយសូមអរគុណហើយយើងនឹងតាមដានស្ថានភាពទៅមុខទៀតចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺយើងពង្រឹងបណ្ដាញសម្ងាត់បណ្ដាញបង្កប់របស់យើងទូទាំងប្រទេសកម្ពុជាដើម្បីជំរុញឲ្យរុញច្រាននិយាយឲ្យចំឲ្យរបបហ៊ុនសែននេះដួលរលំកាន់តែឆាប់កាន់តែល្អសូមអរគុណសូមអរគុណអរគុណណាស់លោកធានចំពោះព័ត៌មានថ្មីហើយជាព័ត៌មានសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរដែលត្រូវដឹងត្រូវឮពាក់ព័ន្ធទៅនឹងអង្គើឆោបោកអនឡាញដែលជាអ ுக ្រិតកម្មអន្តរជាតិដ៏ធំមួយនេះដែលសហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់តាមបង្ក្រាបនៅមេអ ுக ្រិតកម្មឆ្លងដែននេះលោកកឹមសុខយល់យ៉ាងណាដែរចំពោះព័ត៌មាននេះតើលោកកឹមសុខមានអីបន្ថែមនៅចំណុចទាំងឡាយដែលលោកប្រធានមិនទាន់បានលើកឡើងនៅពេលនេះជើញលោកកឹមសុខខ្ញុំយល់ស្របនឹងទស្សនៈរបស់លោកប្រធានសំរងស៊ីដែលបានលើកឡើងថាគេមិននឹកលែងឲ្យទេគេមិនបន្ធូរដៃឲ្យទេហើយរឿងនេះខ្ញុំបានថ្លែងនៅក្នុងពិធីប្រកាសបើករដ្ឋាភិបាលកម្ពុជាឯករាជ្យ$23រួចហើយថាគេមិនអនុគ្រោះឲ្យទេជាពិសេសសហរដ្ឋអាមេរិកមិនអនុគ្រោះឲ្យរបបក្រុងភ្នំពេញដែលដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទេមូលហេតុសំខាន់ទី1អ ுக ្រិតកម្មឆ្លងដែននេះណាធំហើយជាអ ுக ្រិតកម្មធំបំផុតយើងមើលឃើញ Gen Z ត្រូវសហរដ្ឋអាមេរិកបង្កក់លុយដកហូតទ្រព្យរបស់គាត់លើចំនួនអ ுக ្រិតកម្មនឹង$15,000 លាន$15,000 លាននេះតែជាចំណែកមួយរបស់ Gen Z ទេដែលគ្រប់គ្រងដោយ Gen Z ក្នុងបណ្ដាញជាមួយលោកហ៊ុនសែនទេហើយ15,000 លានមិនមែន15លានទេ$15,000 លាននេះក៏មិនទាន់អស់នៅអ្វីដែលជាចំណែកគ្រប់គ្រងរបស់លោក Gen Z ដែរប៉ុន្តែនៅក្នុងរបាយការណ៍របស់ Humanity Research Consultancy យ៉ាងហោចណាស់មានជនជាតិចិន11នាក់
ក្នុងនោះមាន Gen Z ម្នាក់ដែរដូច្នេះនៅមានជនជាតិចិន10នាក់ទៀតមិនដឹងថាប៉ុន្មានពាន់លានដុល្លារក្នុងម្នាក់ទេនៅក្រោមជំនួយអក្រិតកម្មឆ្លងដែនដែលគ្រប់គ្រងដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដូច្នេះទំហំនេះធំជាអក្រិតកម្មធំបំផុតហើយលួចលុយពីណាលួចលុយពីពលរដ្ឋជុំវិញពិភពលោកលួចលុយពីសហរដ្ឋអាមេរិកដូច្នេះខ្ញុំផ្ដោតទៅលើរឿងសហរដ្ឋអាមេរិកមួយអាមេរិកគេមិនអាចបន្ធូរបន្ថយបានទេគេត្រូវតែចាត់ការដោយគ្មានការលើកលែងពីព្រោះទី1លួចលុយពីពលរដ្ឋអាមេរិកយើងគិតលើបរិមាណ 15,000 លានដុល្លារទៅចាស់ច្រើនណាស់ 15,000 លានដុល្លារនេះលួចលុយពីពលរដ្ឋអាមេរិកជាធម្មតានៅក្នុងន័យសេដ្ឋកិច្ចណាលុយចេញវាគួរណាស់តែបានទំនិញជាការដោះដូរពាណិជ្ជកម្មហើយនេះលួចលុយពីពលរដ្ឋអាមេរិកដែលពលរដ្ឋអាមេរិកគ្មានបានផលប្រយោជន៍អ្វីសោះដូច្នេះវាគឺជាការខាតបង់ធំណាស់ទៅដល់សេដ្ឋកិច្ចអាមេរិកត្រង់ហ្នឹងហើយដែលអាមេរិកគេមិនលើកលែងឲ្យឡើយហើយខ្ញុំសូមបញ្ជាក់ណា 15,000 លានដុល្លារគ្រាន់តែជាចំណាយមួយប៉ុណ្ណោះអាមេរិកគេច្បាស់ជាមានទិន្នន័យផ្សេងទៀតដែលបញ្ជាក់ថាច្រើនជាងនេះចំណុចទី2ដែលថាសហរដ្ឋអាមេរិកគេមិនអាចបន្ធូរឲ្យបានហើយត្រូវតែចាត់ការនៅត្រង់ថាកាលណាលួចលុយពីពលរដ្ឋអាមេរិកពីពលរដ្ឋអង់គ្លេសពីពលរដ្ឋនៃសម្ព័ន្ធមិត្តរបស់គេលួចលុយពីពលរដ្ឋគេធ្វើឲ្យពលរដ្ឋនៃប្រទេសទាំងនោះជួបនៅស្ថានភាពបាក់ទឹកចិត្តអ្នកខ្លះអស់លុយទៅជាឈួតលីលានោះគឺជាបន្ទុកដ៏ធំរបស់រដ្ឋាភិបាលអាមេរិកតែត្រូវមើលថែពលរដ្ឋខ្លួនតាំងពីរឿងថែទាំចិត្តសាស្ត្រផ្សេងនោះគឺអស់លុយច្រើនណាស់នេះអាមេរិកខាតសេដ្ឋកិច្ចហើយខាតលើចំណាយសង្គមគិច្ចក្នុងការថែទាំផ្លូវចិត្តរបស់ជនជាតិអាមេរិកជាច្រើនដែលត្រូវក្រុមហ៊ុន Gen Z ជាមួយហ៊ុនសែននឹងបោកទៅទៀតដូច្នេះគេលើកលែងឲ្យទេគេអត់លើកលែងឲ្យទេចំណុចទី3ដែលថាសហរដ្ឋអាមេរិកគេមិនលើកលែងឲ្យបើកាលណាក្រុមហ៊ុនដែលធ្វើជំនួញអក្រិតកម្មឆ្លងដែនជុំវិញពិភពលោកលួចលុយក្នុងមួយឆ្នាំរាប់ពាន់លានដុល្លារពីអាមេរិកពីប្រទេសផ្សេងតើអ្នកណាទៅធ្វើអក្រិតកម្មឆ្លងដែនទាំងអស់នោះធ្វើអក្រិតកម្មឆ្លងដែនទាំងអស់ហ្នឹងសុទ្ធតែឈ្មួញម៉ាហ្វីយ៉ាហើយនឹងពួកមេដឹកនាំកុម្មុយនីសផ្ដាច់ការគ្រួសារនិយមដូចនៅប្រទេសកម្ពុជាអញ្ចឹងដូច្នេះបើកាលណាអាមេរិកមិនចាត់វិធានការលើអក្រិតកម្មឆ្លងដែនហ្នឹងទេណាគឺមានន័យថាដូចបើកឱកាសឲ្យពួកមេដឹកនាំផ្ដាច់ការប្រើជំនួញអក្រិតកម្មឆ្លងដែនហ្នឹងដើម្បីចិញ្ចឹមអំណាចរបស់ខ្លួនទៅជាពង្រីកនៅគេហៅថាអំណាចនៃពួកផ្ដាច់ការនៅជុំវិញពិភពលោកកាន់តែខ្លាំងម្ល៉េះហើយសួរថាតើសហរដ្ឋអាមេរិកគេបណ្ដោយទេគេអត់បណ្ដោយទេគេត្រូវតែចាត់ការពួកអក្រិតកម្មឆ្លងដែនដើម្បីចាត់ការដែរនៅពួកមេដឹកនាំផ្ដាច់ការមានតែថាផ្ដាច់នៅផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ពួកមេដឹកនាំផ្ដាច់ការម្ល៉េះហើយគេត្រូវតែចាត់ការដើម្បីខ្ទប់នៅការរីករាលដាលនៃពួកកុម្មុយនីសកាន់តែខ្លាំងមួយវិញទៀតអ្វីដែលខ្ញុំកត់សម្គាល់រឿងដែលសហរដ្ឋអាមេរិកគេមិនអាចបន្ធូរបាននេះណាយើងមើលអំពីព័ត៌មានថ្មីដូចជានៅវេណេស៊ុយអេឡាដែលលោកប្រធានសំរងស៊ីលើកឡើងថាវាហួសពេលហើយដែលគេអាចអនុគ្រោះឲ្យបានគឺពិតជាត្រឹមត្រូវនៅត្រង់ថាកម្រិតវេណេស៊ុយអេឡាផងដែលមានផលប្រយោជន៍ធំណាស់ដល់សហរដ្ឋអាមេរិកហើយម៉ាដូរ៉ូនៅវេណេស៊ុយអេឡាបានសន្យាឲ្យអាមេរិកនៅផលប្រយោជន៍នៅវេណេស៊ុយអេឡាដូចជាប្រេងដូចជាស្អីជាដើមមកកុំឲ្យតែសហរដ្ឋអាមេរិកហ្នឹងចាត់ការលើបណ្ដាញអក្រិតកម្មនឹងពួកផ្ដាច់ការនៅវេណេស៊ុយអេឡាក៏ប៉ុន្តែសហរដ្ឋអាមេរិកឆ្លើយថា no អត់ទេគេត្រូវតែបន្តដើម្បីជំរះអក្រិតកម្មឆ្លងដែនពីព្រោះអីពីព្រោះបណ្ដាញនេះវារីកកាន់តែធំឡើងគេមិនអាចទប់ពួកដែលអំណាចផ្ដាច់ការចិញ្ចឹមអក្រិតកម្មឆ្លងដែនហើយរួចរាលដាលបំផ្លាញពិភពលោកបានទេម្ល៉េះហើយករណីដោយលោកហ៊ុនសែននៅប្រទេសកម្ពុជាតែកម្ពុជាយើងមានអ្វីដែលជាផលប្រយោជន៍ធំឲ្យសហរដ្ឋអាមេរិកជាងវេណេស៊ុយអេឡានោះអត់មានទេដូច្នេះអ្វីដែលជាប្រយោជន៍របស់អាមេរិកមិនអាចនៅ
นอมจัดนอมอำนาจกรมលោកហ៊ុនសែនទេគឺសហរដ្ឋអាមេរិកត្រូវតែជំរះអំពីអក្រិតកម្មឆ្លងដែនដែលនោះគឺជាផលប្រយោជន៍ការពារពលរដ្ឋអាមេរិកជាផលប្រយោជន៍ពិភពលោកហើយក៏ទប់ស្កាត់ការរីករាលដាលនៃពួកអំណាចផ្ដាច់ការនៅជុំវិញពិភពលោកដែរដូច្នេះករណីនេះហើយដែលយើងខ្ញុំទាំងអស់គ្នាក្នុងនាមរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានវិភាគឃើញថាដំណើររឿងគឺវាច្បាស់ទៅជាបែបហ្នឹងម្ល៉េះហើយការបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មិនមែនជារឿងចៃដន្យទេខ្ញុំបានបញ្ជាក់ហើយគឺជារឿងច្បាស់លាស់ដែលយើងត្រូវប្រមូលកម្លាំងជាតិទាំងក្នុងនិងក្រៅប្រទេសដើម្បីក្នុងការគ្រប់គ្រងស្ថានភាពប្រទេសជាតិនៅពេលដែលមានការផ្លាស់ប្ដូរហើយមានកម្លាំងដឹកនាំជាតិក្នុងការស្រោចស្រង់ប្រទេសកម្ពុជានិងជួយប្រជាពលរដ្ឋខ្មែរពីពួកផ្ដាច់ការនិយមនៅប្រទេសកម្ពុជាដែលដឹកនាំដោយក្រុមគ្រួសារហ៊ុននង បាទអរគុណណាស់លោកកំសពតាមការពិតទៅលោកហ៊ុនសែនគាត់បានដឹងច្បាស់ថា Gen Z គឺជាអក្រិតជនអន្តរជាតិហើយក៏គាត់ដឹងច្បាស់ថាបើសិនជាគាត់ចាប់ខ្លួន Gen Z គឺប្រកាសជាសហគមន៍អន្តរជាតិគ្រប់គ្រងគាត់យ៉ាងពេញទំហឹងប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនមិនចាប់ខ្លួន Gen Z លោកធានបែរជាបដិបត្តិឲ្យ Gen Z រត់រួចខ្លួន ពីព្រោះវាចូលជ្រៅពេកហើយ Gen Z នេះគឺបានចិញ្ចឹមរបបហ៊ុនសែនបើយើងហៅថា Gen Z ណា Gen Z គ្រាន់តែជានិមិត្តរូបនៃបណ្ដាញចៅអន្តរជាតិហើយបណ្ដាញចៅអន្តរជាតិណាខ្ញុំមើលឯកសារដែលគេផ្ដល់ឲ្យខ្ញុំណាគឺបណ្ដាញនេះវារៀលដាលវាគ្រប់គ្រងពិភពលោកទាំងមូលនៅប្រទេសណាដែលមានរបបផ្ដាច់ការផងពុករលួយផងអ្នកដឹកនាំល្ងីល្ងើផងលួបលុនផងអាហ្នឹងវាបញ្ជ្រៀតចូលហើយវាទិញទាំងអស់ហើយរឿងនេះណាលុយដែលមកលៀងនៅស្រុកខ្មែរណាគឺលុយដែលវារកបានដោយសារអក្រិតកម្មរបស់វាទូទាំងពិភពលោកអក្រិតកម្មដែលធំជាងគេជួញដូរគ្រឿងញៀនហើយអ្នកណាក៏ប្រឆាំងជួញដូរគ្រឿងញៀនដែរTrump គាត់បានសម្រេចថាទៅបាញ់កប៉ាល់ដែលដឹកគ្រឿងញៀនចេញពីប្រទេសវេណេស៊ុយអេឡាឆ្ពោះមកសហរដ្ឋអាមេរិកឥឡូវគាត់ថាអត់មានប្រាប់មុនទេឲ្យយន្តហោះចម្បាំងណាទៅបាញ់ពន្លិចពួកចោរជួញដូរគ្រឿងញៀនហ្នឹងហើយ Gen Z Prince Group ហ្នឹងគ្រាន់តែជារូបភាពពីក្រៅទេប៉ុន្តែបណ្ដាញវាធំណាស់ជួញដូរគ្រឿងញៀនទូទាំងពិភពលោកជួញដូរមនុស្សជួញដូរអាវុធលុយវាច្រើនអញ្ចឹងវាត្រូវការលាងលុយហើយកន្លែងដែលលាងលុយបានធូរជាងគេពីព្រោះរដ្ឋអំណាចចូលដៃជាមួយចោលគឺប្រទេសកម្ពុជាលេខ1អារឿងចូលដៃជាមួយចោលហើយអារឿងលាងលុយហើយអាជួញដូរមនុស្សនេះណាអានឹងជាបាត់អក្រិតវាប៉ះពាល់ដល់អាយុជីវិតមនុស្សពួកបណ្ដាញចោលនៅស្រុកខ្មែរណាវាឆោបបោកមនុស្សឲ្យមកធ្វើការឲ្យវាហើយមានចំនួនណារាប់ម៉ឺនអ្នកយ៉ាងតិច120000អ្នករបបហ៊ុនសែនធ្វើទៅជាចាប់20 30អ្នក100អ្នក1000អ្នកប៉ុន្តែអាហ្នឹងគេចាប់ឲ្យល្អមើលចុះអា120000អ្នកអត់ចាប់ទេពួកបណ្ដាញចោលនៅតែឃុំឃាំងជនជាតិបរទេសដែលគេឆោបបោកឲ្យមកធ្វើការឲ្យគេមកគេសន្យាគេថានឹងឲ្យប្រាក់ខែច្រើនធ្វើការងាយស្រួលអត់នឿយហត់ទេសប្បាយណាស់មកប្រទេសកម្ពុជាតែអត់ទេមកដល់ព្រាមគេដក passport ដកលិខិតឆ្លងដែនហើយគេបញ្ជូនទៅឲ្យធ្វើការឲ្យគេទីតាំងរបស់គេគឺអត់ឲ្យចេញទៅណាដោយគុកណាដោយគុកក្នុងនឹងគេបង្ខំគេធ្វើទារុណកម្មគេអាចសម្លាប់ហើយសម្លាប់ជនជាតិបរទេសដូចជនជាតិកូរ៉េថ្មីនេះស្លាប់ម្នាក់ណាធ្វើឲ្យរដ្ឋាភិបាលកូរ៉េគឺក្តៅខឹងហ៊ុនសែនមែនតើហើយដឹងថាមានជនជាតិកូរ៉េច្រើនទៀតបើមិនអន្តរាគមន៍ទេនឹងទទួលវាសនាដោយអ្នកដែលគេទើបតែសម្លាប់ប្រទេសឥណ្ឌាក៏បានរៀបចំបញ្ជូនយន្តហោះមកដឹកពលរដ្ឋគេដែលចាញ់បោកពួកចៅចិនចិនស៊ីហើយដែលអាចរងគ្រោះដល់អាយុជីវិតហើយប្រទេសដទៃទៀតចាំបានគេកងកម្លាំងប្រដាប់អាវុធនេះកងកម្លាំងចម្រុះ
មកពីប្រទេសជាច្រើនដែលគេមកអន្តរាគមន៍ផ្ទាល់ហ៊ុនសែនចង់មិនចង់អត់ទេគេនៅតែមកហើយបើហ៊ុនសែនមិនស្រួលទេចាប់តែហ៊ុនសែនទៀតអញ្ចឹងហ៊ុនសែនធ្វើជាបើកដៃបណ្ដោយចោះណាប៉ុន្តែបដិសេធថាចិនស៊ីអត់មានខុសអីទេណាអត់មានសកម្មភាពចោលទេនៅប្រទេសកម្ពុជាចោលក៏គាត់ចាប់ដែរប៉ុន្តែចាប់តែចោលកប៉ិចកប៉ុកអាមេចោលធំហ៊ុនសែននៅតែការពារដដែលបើមិនការពារទេមិនចិនស៊ីមិនបានទទួលសញ្ជាតិជាខ្មែរមិនបានទទួលងារជាអ្នកអង្គការមិនបានទទួលតំណែងទីប្រឹក្សាហ៊ុនសែនតំណែងទីប្រឹក្សាហ៊ុនម៉ាណែតមានឋានៈស្មើរដ្ឋមន្ត្រីដូច្នេះហ៊ុនសែនហើយនិងហ៊ុនម៉ាណែតនេះគឺវាជាប់ពាក់ព័ន្ធជាមួយចិនស៊ីមិនអាចរបូតមិនអាចដកចិនស៊ីដោយមិនដកហ៊ុនសែនផងដែរទេហើយតំណែងអន្តរជាតិរបស់ខ្ញុំគេបានប្រាប់ខ្ញុំថាអានេះមិនមែនត្រឹមតែសិទ្ធិរបស់គេត្រូវតែមកជួយរំដោះប្រជាពលរដ្ឋគេមកកម្ចាត់ចោលដែលធ្វើឲ្យប្រជាពលរដ្ឋគេឈឺចាប់រងគ្រោះមិនមែនតែបាត់លុយទេខាតលុយទេបាត់ជីវិតដល់ជីវិតថែមទៀតអញ្ចឹងមិនមែនត្រឹមតែសិទ្ធិរបស់គេត្រូវតែមកអន្តរាគមន៍ហ៊ុនសែនចង់មិនចង់គេនៅតែមកតែជាកាតព្វកិច្ចអាសិទ្ធិហ្នឹងគឺយើងចង់ធ្វើក៏បានមិនធ្វើក៏បានជាសិទ្ធិរបស់យើងប៉ុន្តែដល់ជាកាតព្វកិច្ចយើងត្រូវតែធ្វើគេត្រូវតែមកផ្ទាល់មកដល់លើទឹកដីប្រទេសកម្ពុជាដើម្បីកម្ចាត់ចោលដូច្នេះរឿងនេះធ្ងន់ណាស់ឥឡូវហ្នឹងហ៊ុនសែនចង់បិទបាំងណាទីមួយបិទបាំងសម្រាប់ប្រជាពលរដ្ឋខ្មែរអត់ឲ្យដឹងទេថាអន្តរជាតិមកដល់ហើយកងកម្លាំងអន្តរជាតិមកដល់ហើយមកចាប់ចោលហើយបើហ៊ុនសែនហ៊ានតវ៉ាតដៃហ្នឹងចាប់ទៅហ៊ុនសែនទៀតអញ្ចឹងហ៊ុនសែនខ្មាស់គេហ៊ុនសែនស្ងាត់ឥឡូវហ្នឹងរឿងព្រមទទួលដែនជាមួយថៃអីស្ងាត់ពីព្រោះអារឿងចោលនេះវាមិនមែនតែអាយុជីវិតចោលទេគឺអាយុជីវិតហ៊ុនសែនអាយុជីវិតហ៊ុនសែននេះវាជាប់ជាមួយអាយុជីវិតចោលគេមកចាប់ចោលនោះគឺហ៊ុនសែនដឹងខ្លួនថាខ្លួនឯងទៅហើយទីនេះអញ្ចឹងហើយបានរឿងនេះគឺរឿងធ្ងន់ណាស់ឃើញហ៊ុនសែនកាន់តែស្ងាត់តែនៅលើពិភពលោកគេកាន់តែផ្អើលគ្រប់គ្នាគេអបអរសាទរថាកងកម្លាំងប្រដាប់អាវុធអន្តរជាតិមកដល់ប្រទេសកម្ពុជាហើយគឺធ្វើប៉ុណ្ណឹងតាមចាប់ចិនស៊ីហើយបើហ៊ុនសែននៅតែបដិសេធថាអត់ទេអត់មានចោលទេគាត់ធ្វើអ្វីគាត់អត់ជួយចោលទេអញ្ចឹងបើអត់ជួយចោលបិទទៅអាកាស៊ីណូនៅមិនមែនតែក្រុងបរសៀនុទេអាកាស៊ីណូនៅកោះកុងនៅពោធិ៍សាត់នៅបន្ទាយមានជ័យនៅឧត្តរមានជ័យនៅបាត់ដំបងក៏មានដែរណាតាមដងព្រំប្រទល់ដែរណាមិនក៏មិនបិទទៅអញ្ចឹងគេប្រាប់ហ៊ុនសែនថាបិទឲ្យឆាប់ហើយហ៊ុនសែនគាត់ទើសទាល់ហើយបើបិទគៀបចោលពេកចោលវាសម្រាប់ហ៊ុនសែនវិញណាចោលម៉ាស់យ៉ានោះវាសាហាវវាសម្រាប់គ្នាទៅវិញទៅមកណាហ៊ុនសែនចិនស៊ីហ៊ុនសែនស៊ីលុយចិនណាដល់ចិនស៊ីប្រយ័ត្នថាចិនវាស៊ីហ៊ុនសែនវិញណាមិនមែនថាហ៊ុនសែនស៊ីលុយចិនចិនវាស៊ីហ៊ុនសែនវិញអញ្ចឹងបានហ៊ុនសែនខ្លាចចោលអត់ហ៊ានបង្ក្រាបឯស៊ីលុយវាចិញ្ចឹមយូរហើយវាជួលមនុស្សក្បែរហ៊ុនសែននឹងអង្គរៈហ៊ុនសែននឹងគឺចិនស៊ីពួកចោលចិននឹងវាជួយវាចិញ្ចឹមវាបើកប្រាក់ខែឲ្យទាំងអស់ហើយបើហ៊ុនសែនហ៊ានធ្វើអីចោលចិននឹងវាសម្លាប់ហ៊ុនសែនវិញអាហ្នឹងហ៊ុនសែនវាស្នាហ៊ុនសែនមានផ្លូវនឹងមួយណាហ៊ានតែបង្ក្រាបចោលសម្រាប់ហ៊ុនសែនវិញព្រោះហ៊ុនសែននៅជាមួយចោលស្រាប់ហើយចោលវាសម្រាប់គ្នាទៅវិញទៅមកងារហើយជំរឿសហ៊ុនសែនមួយទៀតឥឡូវថាសហការជាមួយអន្តរជាតិឲ្យអន្តរជាតិចូលមកចុះឲ្យចាប់ចោលចុះហ៊ុនសែនថាសហការជាមួយគេឲ្យគាត់រួចខ្លួនអត់ទេគាត់គិតខុសទៀតសហការជាមួយចោលសហការជាមួយអន្តរជាតិមកចាប់ចោលដល់គេចាប់ចោលអស់ទៅគេបែរមកហ៊ុនសែនហើយគេមើលប្រវត្តិថាចោលនោះវាចូលតាមណាអ្នកណាបើកដៃឲ្យចូលអ្នកណាការពារវាអ្នកណាស៊ីលុយវាគឺហ៊ុនសែនអញ្ចឹងគេកម្ចាត់ចោលអស់ហើយគេត្រូវតែកម្ចាត់ហ៊ុនសែនជិះអត់ផុតទេទោះជាធ្វើសេចក្តីថ្លែងការណ៍សេចក្តីបដិសេធនេះគេអត់ជឿទេសម័យនេះណាគឺឯកសារទាំងអស់ភស្តុតាងទាំងអស់គឺមានលម្អិតនៅក្នុងប្រព័ន្ធកុំព្យូទ័រហ្នឹងគឺលម្អិតមានទិន្នន័យច្រើនណាលុបអត់បានទេគេចាប់បានអស់ហើយឈ្មោះមនុស្សរាប់ពាន់អ្នកមានកណនីដាក់លុយនៅកន្លែងណាហើយក្នុងនោះមានហ៊ុនសែនហ៊ុនម៉ាណែតច្បាស់គេប្រាប់ខ្ញុំថាមានហ៊ុនសែនហ៊ុនម៉ាណែតក្នុងហ្នឹងហើយចៅអ្នកគ្រប់គ្រងលុយឲ្យហ៊ុនសែនហ៊ុនម៉ាណែតហើយទី2គឺគេដឹងពេលណាផ្ទេរលុយវាមានស្នាមណាចៅវាថាមិនឲ្យដឹងទេវាលាក់ចិត្តប៉ុន្តែដល់គេចាប់អាក្នុងអាបណ្ដាញអាប្រព័ន្ធកុំព្យូទ័រនោះគឺមានទិន្នន័យនឹងទាំងអស់លម្អិតគឺហ៊ុនសែនមិនអាច
និយាយដើម្បីរួចខ្លួនថាអត់ពាក់ព័ន្ធជាមួយចោលមិនមែនគេជឿសម្ដីហ៊ុនសែនទេគេជឿទិន្នន័យគេជឿផុសតាងគេជឿឯកសារដែលគេប្រមូលបានដែលគ្មាននរណាអាចខ្លែងបន្លំបានអញ្ចឹងគឺអនាគតហ៊ុនសែនវាជាប់ហើយវាចារួចហើយនៅលើឯកសារក្នុងឯកសារទាំងអស់នោះវាអាស្រ័យលើតែពេលវេលាហើយឆោឡោណានៅស្រុកខ្មែរអ្នកនឹងធ្វើការជាមួយចោលធ្លាប់ស៊ីលុយចោលឥឡូវនោះខំដកលុយខំថាឥឡូវសង្គ្រោះលុយមិនមែនត្រឹមតែសង្គ្រោះលុយខ្លួនឯងដែលបានពីចោលទេធ្វើសង្គ្រោះអាយុជីវិតខ្លួនទៀតដល់គេកម្ចាត់ចោលគេនឹងកម្ចាត់ហើយចំណាចោលវាកម្ចាត់គ្នាវាគឺនឹងអាណាសម្រាប់អាណានេះនិយាយទៀតហ្នឹងចឹងបានឆោឡោមែនតើនៅទីក្រុងភ្នំពេញសប្តាហ៍អញ្ចឹងបានហ៊ុនសែនស្ងាត់រឿងព្រំដែនជាមួយថៃក៏ស្ងាត់រឿងគណៈបកប្រឆាំងក៏ស្ងាត់រឿងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ក៏ស្ងាត់រឿងបង្ក្រាបធ្លាប់តែធ្វើបាបគេនិយាយក្អេងក្អាងក៏ស្ងាត់ពីព្រោះគាត់ដឹងថាឥឡូវនេះសំណាញ់ច្បាប់កំពុងតែឡោមព័ទ្ធគាត់ចិត្តជាប់ហើយរបបហ៊ុនសែនក៏ចិត្តចាប់ដែរបាទអរគុណណាស់លោកធានត្រឡប់មកលោកកំសុកល្បិចចោលចាប់ចោលបានន័យថានៅពេលដែលលោកហ៊ុនសែនយក Gen Z លាក់នៅទីទូសុវត្ថិភាពហើយតើអាចទេហ៊ុនសែនប្រកាសសហការជាមួយសហគមន៍អន្តរជាតិតាមចាប់ Gen Z ពីព្រោះល្បិចហ៊ុនសែនគឺគាត់តែងតែប្រើល្បិចកិច្ចកលមួយបោកប្រឆោតប្រជាពលរដ្ឋខ្មែរជាពលរដ្ឋខ្មែរដែលមិនបានតាមដានព័ត៌មានជាក់លាក់ព័ត៌មានពិតគឺអាចហ៊ុនសែនបន្លប់ថាគាត់បានចូលរួមជាមួយប៉ូលីសអង្គតពលតាមចាប់ Gen Z ដែរតាអញ្ចឹងហើយបានជាខ្ញុំអាចដាក់សំណួរនេះទៅលោកកឹមសុខថាតើអាចទេល្បិចចោលតាមចាប់ចោលនោះនឹងកើតមាននៅពេលប្រហែលថ្ងៃខាងមុខទៀតនេះគាត់អាចលេងល្បិចហ្នឹងប៉ុន្តែទោះបីជាគាត់លេងក៏ទៅមិនរួចដែរខ្ញុំបានមើលការវិភាគជាអន្តរជាតិច្រើនណាស់តាំងពីអ្នកវិភាគនៅអង់គ្លេសរបាយការណ៍វិភាគពីអូស្ត្រាលីគេមើលឃើញយ៉ាងច្បាស់គ្រប់គ្នាទាំងការវិភាគហើយទាំងផុសតាងដែលបញ្ជាក់ច្បាស់ណាស់មិនមែន Gen Z ម្នាក់ឯងដែលអាចរៀបចំគម្រោងជំនួញបណ្ដាញពិភពលោកជាង30ប្រទេសនោះបានទេកុំភ្លេចណាជាង30ប្រទេសណានេះទី1ទី2ប្រសិនបើ Gen Z នោះគាត់គ្មានការផ្ដាល់ភ្លើងខៀវឬក៏និយាយរួមផ្ដាល់អំណាចឬក៏គ្មានលោកហ៊ុនសែននៅពីក្រោយអត់អាចឈរជើងនៅប្រទេសកម្ពុជាបានទេគេមើលឃើញយ៉ាងច្បាស់បើគ្មានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅពីក្រោយតើអាចបង្កើតធនាគារ Prince ដើម្បីរកស៊ីពេញប្រទេសកម្ពុជាបានទេមិនបានទេហើយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាឥឡូវហ្នឹងដឹងហើយឃើញទេយើងខ្ញុំបានបញ្ជាក់ជូនបងប្អូនយូរហើយបងប្អូនអាចស្រពេចស្រពិលប៉ុន្តែឥឡូវហ្នឹងគួរតែលែងស្រពេចស្រពិលហើយធនាគារជាច្រើនធនាគារ Prince របស់ Gen Z នេះមួយដែលមានហ៊ុនសែននៅពីក្រោយហ្នឹងគឺបើកជំនួញបោកប្រាស់លាងលុយកខ្វក់រកស៊ីជាមួយប្រជាពលរដ្ឋខ្មែរមានន័យថាបោកប្រជាពលរដ្ឋខ្មែរឲ្យប្រជាពលរដ្ឋខ្មែរធ្វើជាអតិថិជនយកទៅបាត់បង់សហគមន៍អន្តរជាតិបោកប្រាស់បងប្អូនប្រជាពលរដ្ឋខ្មែរហើយនៅពេលដែលមានប្រតិកម្មពីសហរដ្ឋអាមេរិករកឃើញឬក៏ស្រាវជ្រាវដឹងនោះលោកហ៊ុនសែនរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហ្នឹងដំបងឡើយចេញមុខការពារធនាគារ Prince ទៅទៀតដូច្នេះនេះជាផុសតាងបញ្ជាក់ច្បាស់ណាស់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនអាចទៅលេងល្ខោនបន្លំគេបានទេទី3ទៅលេងល្ខោនបន្លំគេយ៉ាងម៉េចខ្ញុំបញ្ជាក់ខាងដើមថាការរកស៊ីនេះជាប្រព័ន្ធសូម្បីតែសហរដ្ឋអាមេរិករកឃើញត្រឹមតែចំណែកមួយរបស់ Gen Z $15,000 លានទៅហើយតើមនុស្សតែម្នាក់ឬក្រុម Gen Z បកប៉ិចកប៉ុកតែប្រមាណអ្នកនោះតើអាចធ្វើបែបហ្នឹងបានទេបើគ្មានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅពីក្រោយហើយការវិនិយោគទៀតសោតដែលពាក់ព័ន្ធទៅនឹង Gen Z ពាក់ព័ន្ធទៅនឹងលោកហ៊ុនសែនសុទ្ធតែជាគម្រោងវិនិយោគធំគម្រោងវិនិយោគដែលពាក់ព័ន្ធទៅនឹង real estate project គឺគម្រោងអចលនទ្រព្យគ
គម្រោងសាងសង់ផ្ទះអីជាដើមនៅប្រទេសកម្ពុជាលក់ពីវាលពីការបោកប្រាស់អតិថិជនគម្រោងអស់ទាំងហ្នឹងយើងសួរថាតើទៅបន្លំគេយ៉ាងម៉េចថាគ្មានការពាក់ព័ន្ធរបស់លោកហ៊ុនសែនហើយលោកហ៊ុនសែនទៅលេងល្ខោនដើម្បីបោកប្រាស់សហគមន៍អន្តរជាតិទៅកើតនោះដូច្នេះខ្ញុំគិតថាទៅមិនរួចទេហើយរឿងដែលទៅមិនរួចទី4ខ្ញុំបញ្ជាក់តែខ្លីទៅចុះនៅត្រង់ថាកម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិដូចជាប៉ូលីសអង្គាពូលដែលគេអាចចូលទៅចាប់ចូលទៅស៊ើបអង្កេតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាក្នុងប៉ូលីសអង្គាពូលហ្នឹងគេមានបច្ចេកទេសរបស់គេតែខ្ញុំមិននិយាយអាបច្ចេកទេសធ្វើការរបស់គេហ្នឹងគេអាចទៅដល់ក្រុងភ្នំពេញគេអាចទៅស៊ើបអង្កេតថាជេនស៊ីនៅទីណាគេអាចទៅបញ្ជាក់ពីលោកហ៊ុនសែនពីលោកហ៊ុនម៉ាណែតគេសួរបញ្ជាក់បើទោះបីជាគេមិនជឿក៏គេត្រូវតែសួរដែរប៉ុន្តែគេអាចដឹងថាជេនស៊ីនៅទីណាអ្នកផ្សេងទៀតនៅទីណាតើលោកហ៊ុនសែនទុកនៅទីណាប្រសិនបើមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់នៅផ្ទះលោកហ៊ុនសែនឬនៅកន្លែងដែលលោកហ៊ុនសែនជួយគ្រប់គ្រងទេណាគឺគេចាប់បានហើយដូច្នេះនេះជាចំណុចមួយដែលធ្វើឲ្យគេអាចយល់ដឹងកាន់តែជ្រៅទៀតថាតើហ៊ុនសែនពាក់ព័ន្ធឬអត់ហ៊ុនម៉ាណែតពាក់ព័ន្ធឬអត់នៅពេលដែលគេទៅដល់ហើយគេមិនអាចចាប់បានគេដឹងថាទីតាំងនៅទីណាម្ល៉េះហើយទៅបោកប្រាស់គេទៅលេងល្ខោនមិនទៅអត់រួចទេហើយមួយវិញទៀតมันអាចខ្ទប់គេបានទេណាសូម្បីតែរឿងច្បាប់បច្ចាបានក៏มันអាចខ្ទប់សហគមន៍អន្តរជាតិបានទេសូម្បីតែតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏มันអាចខ្ទប់សហគមន៍អន្តរជាតិបានដែរហើយបើយើងមើលចំណុចមួយទៀតទោះបីជាលោកហ៊ុនសែនប្រឹងលេងបែបណាក៏គេពិបាកជឿដែរពីព្រោះគេដឹងថាបណ្ដាញនឹងវាពាក់ព័ន្ធនឹងហ៊ុនសែនដូច្នេះក្នុងដំណាក់កាលនេះណាលោកហ៊ុនសែនចង់លេងបែបណាក៏ជារឿងរបស់លោកហ៊ុនសែនប៉ុន្តែរឿងដែលហ៊ុនសែនកិច្ចមិនរួចគឺពិតជាកិច្ចមិនរួចនៅត្រង់ថាបើចាប់ជេនស៊ីបានជេនស៊ីនឹងត្រូវគេសួរឲ្យច្បាស់សួររកបណ្ដាញសួររកមេខ្លោងថាជេនស៊ីជាមេខ្លោងធំបំផុតឬក៏មានអ្នកណាទៀតហើយបើចាប់ជេនស៊ីមិនបានគេនៅតែបន្តស្វែងរកនៅប្រទេសកម្ពុជាដូច្នេះច្រកណាក៏ដោយលោកហ៊ុនសែនកិច្ចអត់រួចទេកុំនិយាយពីរឿងថាអូលេងល្ខោននេះលេងល្ខោននោះអារឿងលេងល្ខោនហ្នឹងណាបានតែកម្រិតនៃស្ថានភាពនយោបាយនៅក្នុងស្រុកហើយបោកប្រាស់ប្រជាពលរដ្ឋខ្មែរដោយសារតែប្រជាពលរដ្ឋខ្មែរលោកអត់មានព័ត៌មានច្បាស់ការប៉ុន្តែទៅលេងល្ខោនជាមួយសហគមន៍អន្តរជាតិដែលគេជាអ្នកជំនាញស៊ើបអង្កេតនិងស្រាវជ្រាវយ៉ាងម៉េចលេងអត់ចាញ់ទេអរគុណលោកកុំសុកញាក់មកលោកប្រធានវិញលោកធានកិត្តិយសគេឈ្មោះសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជានៅពេលនេះគឺរងផលប៉ះពាល់ខ្លាំងមែនទែននៅលើឆាកអន្តរជាតិដែលកាពិតទៅសំបីតែបងប្អូនពលករដែលមកធ្វើការនៅប្រទេសកូរ៉េនៅពេលនេះដែលលោកមិនដឹងអីមិនមានពាក់ព័ន្ធទៅនឹងឃាតកម្មឆោបោកអីសោះក៏ត្រូវបានទទួលនៅការរើសអើងពីប្រជាពលរដ្ឋកូរ៉េមួយចំនួនដែររដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារបើសិនជាកម្ពុជាដឹកនាំដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារតើគួរស្ដារកិត្តិយសគេឈ្មោះប្រទេសជាតិដែលកំពុងតែដុនដាបនឹងបានដោយរបៀបណាលោកធានបានដោយបញ្ចប់ទង្វើអាក្រក់ទង្វើអូក្រិដ្ឋរបស់ហ៊ុនសែនតកូលហ៊ុនសែននេះគឺមិនមែនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិប្រទេសកម្ពុជាបំផ្លាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគឺបានបំផ្លាញដោយគួយចាំជំនាញឯងលើកឡើងបំផ្លាញកិត្តិយសប្រទេសកម្ពុជាកិត្តិយសរបស់ខ្មែរទាំងអស់ដូច្នេះខ្មែរមិនត្រូវអនុញ្ញាតឲ្យហ៊ុនសែនធ្វើឲ្យយើងខូចឈ្មោះជាខ្មែរជាពូជពងប្រជាពលរដ្ឋថ្លៃថ្នូរឲ្យហ៊ុនសែនទៅចូលដៃជាមួយចោលធ្វើចោលខ្លួនឯងខ្ញុំនិយាយឲ្យរបបហ៊ុនសែននេះជារបបចោរាធិបតេយ្យយើងចង់បានប្រជាធិបតេយ្យតែហ៊ុនសែនបានរៀបចំប្រទេសដឹកនាំដោយរបបចោរាធិបតេយ្យដោយហ៊ុនសែនជាមេចៅក្នុងស្រុកចូលដៃជាមួយមេចៅក្រៅស្រុកអញ្ចឹងវាចោរាធិបតេយ្យពេញទីហើយគ្មានអ្នកណាជួយសង្គ្រោះហ៊ុនសែនបានទេពីព្រោះចូលដៃជាមួយចៅអន្តរជាតិបើថា
គាត់តែបង្ក្រាបធ្វើបាបខ្មែរប្រហែលគេបិទភ្នែកណាឲ្យហ៊ុនសែនបដ ாய் ឲ្យហ៊ុនសែនធ្វើអីធ្វើទៅតាណាគេមានមហិច្ឆតាលើប្រទេសកម្ពុជាគេគ្រប់គ្រងហ៊ុនសែនឲ្យសម្លាប់ខ្មែរថែមទៀតដូចចិនគ្រប់គ្រងប៉ុលពតឲ្យសម្លាប់ខ្មែរអញ្ចឹងតែបើធ្វើបាបតែខ្មែរហ៊ុនសែនប្រហែលអាចធ្វើបានតែដល់ចូលដៃជាមួយចៅអន្តរជាតិណាវាប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាច្រើនក្នុងពិភពលោកដូចខ្ញុំនិយាយបាញ់មិញមិនមែនជាសិទ្ធិរបស់គេទេដែលមកបង្ក្រាបចៅនៅប្រទេសកម្ពុជាជាកាតព្វកិច្ចរបស់គេដែលត្រូវតែមកបង្ក្រាបចៅនៅអន្តរជាតិហើយគ្មានអ្នកណាជួយហ៊ុនសែនបានទេបើជួយហ៊ុនសែនមានតែជួយចៅអ្នកណាចង់ជួយចៅរងគ្រោះដោយសារចៅឬអីមកចង់ជួយចៅតាមរយៈហ៊ុនសែនអញ្ចឹងហ៊ុនសែនគាត់ឯកោមែនតែអត់មានអ្នកណាការពីហ៊ុនសែនគ្រប់គ្រងហ៊ុនសែនទេវិវាទអីឆ្លោះជាមួយថៃណាហ៊ុនសែនឯកោតែគាត់ស្ងាត់រឿងនេះពីព្រោះគេដឹងថាអារម្មណ៍ពិភពលោកគេបែរមករឿងចោលឯងគេអត់គិតរឿងព្រំដែនហ៊ុនសែនច្រឡោតតោតតងខឹងថៃថារឿងព្រំដែនមែនតែរឿងចោលឯងពីព្រោះអាញាធរចោលមានបំណងបង្ក្រាបអាញាធរថៃសំទោសអាញាធរថៃមានបំណងចង់បង្ក្រាបចៅអន្តរជាតិនៅប្រទេសកម្ពុជាអាហ្នឹងវាប៉ះពាល់ផលប្រយោជន៍ហ៊ុនសែនបានហ៊ុនសែនច្រឡោតតោតតងប្រតិកម្មទៅលើថៃទៅឲ្យមានសភាពការតានតឹងគឺរឿងចោលឯងមិនមែនរឿងព្រំដែនទេវាមានរឿងព្រំដែនប៉ុន្តែវាបន្តបន្សំនេះអារឿងធំមែនតើគឺរឿងចោលហ៊ុនសែនការពារអំណាចចោលពីព្រោះការពារអនាគតគាត់ដែលរស់ដោយសារចោលអញ្ចឹងនិយាយសរុបទៅពីព្រោះពេលវេលាយើងត្រូវបញ្ចប់ទីជិតនេះប្រជាពលរដ្ឋខ្មែរមានជំរឿសពីរក្នុងការដឹកនាំប្រទេសតទៅមុខទៀតឬមួយរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតសប្តាហ៍ថ្ងៃហើយជំរឿសមួយទៀតគឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មានរដ្ឋាភិបាលតែពីរឯងដែលប្រឈមមុខដែលប្រកួតប្រជែងហើយត្រូវតែស្ដារប្រទេសកម្ពុជាចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23រដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតនេះគឺគាត់តែចង់ការពារអំណាចគាត់តែប៉ុណ្្នឹងឯងអញ្ចឹងក្នុងនាមរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់គ្រប់គណៈបកនយោបាយគ្រប់និន្នាការនយោបាយគ្រប់ស្រទាប់វណ្ណៈគ្រប់មជ្ឈដ្ឋានគ្រប់ខេត្តក្រុងទាំងអស់សូមឲ្យបងប្អូនយកផលប្រយោជន៍ជាតិជាធំដោះអាវប៉ាក់ពាក់អាវជាតិពេលនេះមិនត្រូវគិតរឿងប៉ាក់នេះប៉ាក់នោះទេត្រូវគិតរឿងជាតិអាយុជីវិតជាតិកិត្តិយសជាតិដែលយើងត្រូវស្ដារអាយុជីវិតប្រជាពលរដ្ឋខ្មែរដែលយើងត្រូវការពារដែលយើងត្រូវលើកតម្កើងដែលហ៊ុនសែនជាមួយចៅបានជន់ឈ្លីធ្វើឲ្យខ្មែរក្ររហេមរហាមអត់ការងារធ្វើចំណាក់ស្រុកជពាក់លុយគេវាន់កគឺរបបហ៊ុនសែនជាមួយចៅធ្វើបាបយើងយូរពេកហើយបងប្អូនអញ្ចឹងសូមបងប្អូនបែរមកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺជំរឿសត្រឹមត្រូវដល់ត្រឹមត្រូវតែមួយគត់ហើយខ្ញុំក៏សូមជម្រាបទៅបងប្អូនទាំងអស់គ្រប់មជ្ឈដ្ឋានជាពិសេសមន្ត្រីរាជការយើងនឹងរក្សាតំណែងបងប្អូនជាមន្ត្រីរាជការទាំងអស់អត់មានរើសអើងអត់មានគិតរឿងបពពួកអត់មានគិតពីរឿងអតីតកាលទេពីព្រោះបងប្អូនមន្ត្រីរាជការគ្រូបង្រៀនមន្ត្រីតាមស្ថាប័ននានាទាំងអស់បងប្អូនជាជនរងគ្រោះបងប្អូនមិនមែនចូលដៃជាមួយហ៊ុនសែនទេបងប្អូនរងគ្រោះដោយសារហ៊ុនសែនហ៊ុនសែនក៏ធ្វើបាបបងប្អូនឲ្យបងប្អូនខ្វះខាតប្រាក់ខែជីវភាពឲ្យបងប្អូនរងគ្រោះដោយអយុត្តិធម៌អ្នកណាមានលុយសោកទៅបានតំណែងទៅឡើងបុណ្យស័ក្តិទៅហើយបើអ្នកក្រអត់មានលុយសោកគេនៅតែក្រគេមើលរំលងគេមើលងាយរហូតទៅហើយកងកម្លាំងប្រដាប់អាវុធអញ្ចឹងដែរសូមឲ្យបងប្អូនកូនក្មួយនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធណាក្រោមឧត្តមសេនីយ៍នោះអ្នកដែលពាក់ផ្កាយ4 5ប្រងព្រាតដោយស្មាខ្ញុំមិននិយាយអានឹងប៉ះពួកហ៊ុនសែនតែអ្នកដទៃទៀតណានាយទាហានពលទាហានដទៃទៀតបងប្អូនក៏ជាជនរងគ្រោះដែរសូមបងប្អូនរួមកម្លាំងជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23យើងស្ដារប្រទេសយើងឡើងវិញហើយខ្ញុំសូមធានាថាបងប្អូនដែលនៅបម្រើជាតិដែលមានទឹកចិត្តបម្រើជាតិស្មោះត្រង់ចំពោះជាតិគឺបងប្អូននៅមានតួនាទីជានិច្ចរហូត
ជាមួយអ្នកស្នេហាជាតិដទៃទៀតយើងរៀបចំប្រទេសជាមួយគ្នាយើងគ្រាន់តែកម្ចាត់ចោលយើងបំបត្តិរបបចៅរដ្ឋាភិបាលយើងកសាងប្រទេសយើងឡើងវិញឲ្យមានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដឲ្យខ្មែរទាំងអស់ខ្ញុំសូមជឿនាថាខ្មែរទាំងអស់នឹងបានសុខអត់មានចងកម្មចងពីអត់មានតែរករឿងណាទេសូម្បីតែហ៊ុនសែនខ្លួនឯងក្រុមគូសារហ៊ុនសែនតកូលហ៊ុនសែនបពុហ៊ុនសែនចង់ចេញទៅណាទៅយើងអត់មានតែចងកម្មចងពីអីជាមួយនឹងឯងទេយើងធ្វើម៉េចឲ្យខ្មែរទាំងអស់បានសុខរស់ក្នុងសង្គមមួយដ៏ស្អាតស្អំកុំឲ្យមានអំពើពុករលួយដោយសពថ្ងៃកុំឲ្យមានអំពើអយុត្តិធម៌ដោយសពថ្ងៃកុំឲ្យខ្មែរធ្វើបាបខ្មែរដោយសពថ្ងៃទៀតជ័យយោកម្ពុជាអមតៈ អរគុណលោកប្រធានលោកកឹមសុខខ្ញុំមិនមានសំណួរបន្តទេពីព្រោះពេលវេលានៃការផ្សាយរបស់យើងបានដល់ទីបញ្ចប់ហើយតែយ៉ាងណាលោកកឹមសុខអាចមានប្រសាសន៍បន្ថែមមុននឹងយើងបញ្ចប់កម្មវិធីអញ្ជើញ ក្នុងពេលនេះប្រជាពលរដ្ឋខ្មែរមានជំរើសល្អតែមួយទេគឺនៅជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ពីព្រោះនៅក្នុងជំរើសទាំង3មានតែជំរើសនឹងមួយគត់ដែលល្អជាងគេជំរើសបោះឆ្នោតអ្នកណាគេឲ្យយើងបោះឆ្នោតឥឡូវគេចង់ធ្វើអីក៏បានជំរើសគណៈបកប្រជាជនកម្ពុជាហើយនឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក៏រើសអត់បានដែរពីព្រោះហ៊ុនសែនលោកហ៊ុនម៉ាណែតខ្លាយទៅជាមេបណ្ដាញជំនួញអក្រិតកម្មឆ្លងដែនបោកប្រាស់ប្រជាពលរដ្ឋពេញប្រទេសទៅហើយសហគមន៍អន្តរជាតិគេលែងលើកលែងឲ្យទៅហើយបងប្អូនក្នុងស្ថានភាពបែបនេះណាខ្ញុំមើលឃើញថាសូម្បីតែសហរដ្ឋអាមេរិកក៏គេមើលឃើញច្បាស់ថាមានគន្លឹះមួយហើយដើម្បីរុញពួកជនផ្ដាច់ការចេញពីអំណាចគឺតាមរយៈការកម្ចាត់បណ្ដាញអក្រិតកម្មឆ្លងដែននឹងឯងបងប្អូនគាត់សម្គាល់គាត់សម្គាល់គាត់សម្គាល់សូមបងប្អូនគាត់សម្គាល់សូមបីតែកិច្ចព្រមព្រៀងយោគយល់គ្នាឬក៏សេចក្តីថ្លែងការណ៍រួមព្រំដែនកម្ពុជាថៃដែលលោក Donald Trump ជ្រោមជ្រែងកន្លងមកថ្មីហ្នឹងយើងមើលមែនតែនទៅតាមខ្ញុំមើលគន្លឹះរបស់លោក Trump ណាចង់ឲ្យបញ្ហាព្រំដែនវាសាបរលាបទៅហើយគាត់ឆ្លៀតយកអករណីហ្នឹងណាមកបញ្ជ្រាបបញ្ចូលទៅក្នុងរឿងកិច្ចព្រមព្រៀងហ្នឹងគឺការកម្ចាត់អក្រិតកម្មឆ្លងដែនបងប្អូនឃើញទេគ្រាន់តែចុះកិច្ចព្រមព្រៀងនឹងហើយចលនានៃការកម្ចាត់អក្រិតកម្មឆ្លងដែនគឺបង្កើនយ៉ាងធំទូលំទូលាយដោយសមត្ថកិច្ចរបស់អន្តរជាតិមានពលិអង្គទេពលហើយតាមខ្ញុំគិតដែរណាក៏មានកម្លាំងរបស់សហរដ្ឋអាមេរិកដែរម្ល៉េះហើយក្នុងស្ថានភាពបែបនេះគឺជាស្ថានភាពមួយដែលយើងមើលឃើញច្បាស់ណាស់ថាលោក Donald Trump កំពុងតែប្រើវិធីនៃការកម្ចាត់អក្រិតកម្មឆ្លងដែនហើយត្រូវតែកម្ចាត់មែនពីព្រោះវាប៉ះពាល់ទៅដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងពិភពលោកនិងឈានទៅដល់កម្ចាត់ពួកមេដឹកនាំផ្ដាច់ការនៅជុំវិញពិភពលោកមានន័យថាអំណាចក្រុមគ្រួសារហ៊ុននេះណាគឺគេបដូរបានក្នុងពេលណាក៏បានក្នុងស្ថានភាពបច្ចុប្បន្នប្រសិនបើក្រុមគ្រួសារហ៊ុននេះមិនស្វែងរកការផ្សះផ្សាជាតិទេនិយាយចំតែម្ដងហើយអ្វីដែលគេកំពុងតែសម្លឹងឃើញក៏គេសម្លឹងមើលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែរពីព្រោះកាលណាគេផ្លាស់ប្ដូររដ្ឋអំណាចផ្ដាច់ការមួយចេញគេត្រូវសម្លឹងឃើញចលនាឬកម្លាំងនយោបាយណាមួយដែលអាចទៅជំនួសនៅក្នុងការដឹកនាំប្រទេសធ្វើការសហការជាមួយគេសហការក្នុងការកម្ចាត់អក្រិតកម្មឆ្លងដែននៅជុំវិញពិភពលោកហ្នឹងលោកឆាំចាន់ឌីសួរលោកប្រធានសំរងស៊ីថាធ្វើយ៉ាងម៉េចអត់ពិបាកធ្វើទេពីព្រោះរបាយការណ៍របស់ Humanity Research Consultancy របាយការណ៍របស់រដ្ឋាភិបាលអង់គ្លេសរបាយការណ៍របស់រដ្ឋាភិបាលអាមេរិកគឺបញ្ជាក់ឈ្មោះនឹងបណ្ដាញច្បាស់ណាស់នៅស្រុកខ្មែរមានប្រមាណអ្នកជុំវិញពិភពលោកមានជនជាតិចិនម៉ាហ្វៀប្រមាណអ្នកគឺគ្រាន់តែសហការជាមួយគេដើម្បីកម្ចាត់ក្រុមម៉ាហ្វៀបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងគឺចោលអាចសង្គ្រោះប្រទេសកម្ពុជាស្រោចស្រង់ប្រទេសកម្ពុជាហើយយើងមានមុខមាត់ជាមួយសហរដ្ឋអាមេរិកបណ្ដាប្រទេសសេរីប្រជាធិបតេយ្យដើម្បីកសាងប្រទេសកម្ពុជាយើងឡើងវិញឲ្យប្រជាពលរដ្ឋសុខសប្បាយមិនត្រូវពួកជនផ្ដាច់ការបោកប្រាស់បន្តទៅទៀតណាដូច្នេះ
ជំរឿនដែលល្អតែមួយចុងក្រោយក្នុងស្ថានភាពបច្ចុប្បន្នបងប្អូនមានតែរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ទេដែលត្រៀមខ្លួននឹងកម្លាំងនៅក្នុងការជ្រែងប្រទេសកម្ពុជាយកអំណាចរបស់បងប្អូនមកវិញយកប្រទេសកម្ពុជាទៅជូនបងប្អូនវិញហើយយើងធ្វើការអភិវឌ្ឍប្រទេសជាតិកសាងជាតិទៅតាមគោលការណ៍ប្រជាធិបតេយ្យសេរីភូប៉ានិងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសសេរីប្រជាធិបតេយ្យដើម្បីធានាថាសង្គមយើងរីកចម្រើននិងមិនច្របូកច្របល់ដូចបច្ចុប្បន្ន អរគុណលោកកំសុកលើកឡើងមិញអំពីពាក្យថាផ្សះផ្សាជាតិជាការពិតគណៈបកប្រជាជនដឹកនាំដោយលោកហ៊ុនសែនគឺជាមេឧក្រិដ្ឋកម្មលំដាប់អន្តរជាតិប៉ុន្តែអ្នកដែលមេដឹកនាំអ្នកដែលគ្រប់គ្រងនៅក្នុងគណៈបកប្រជាជនកម្ពុជាមិនមែនទាំងអស់ទេគឺមានភាគច្រើនគាត់ជាមនុស្សស្អាតស្អំមិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងអស់នេះទេតើការផ្សះផ្សាជាតិអាចទៅរួចទេលោកប្រធានរវាងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23 ផ្សះផ្សាជាតិយើងគ្រប់គ្រង100%តែផ្សះផ្សាចោលអត់ដាច់ខាតយើងថាបង្រួបបង្រួមជាតិហ្នឹងគឺត្រឹមត្រូវប៉ុន្តែបង្រួបបង្រួមលើមូលដ្ឋានអ្វីយើងត្រូវកំណត់យើងត្រូវបញ្ជាក់ឲ្យច្បាស់ថាលើមូលដ្ឋានពុករលួយដែលទៅចូលដៃជាមួយហ៊ុនសែនទៅពុករលួយជាមួយហ៊ុនសែនទៅបំផ្លាញជាតិជាមួយហ៊ុនសែនទៅចូលដៃជាមួយចោលដោយហ៊ុនសែនអត់ដាច់ខាតអត់មានបង្រួបបង្រួមក្នុងន័យហ្នឹងក្នុងមូលដ្ឋានហ្នឹងឯងតែបើបង្រួបបង្រួមដើម្បីការពារផលប្រយោជន៍ជាតិការពារទឹកដីប្រទេសកម្ពុជាឲ្យបាននៅគង់វង្សការពារយុត្តិធម៌ជូនប្រជារាស្ត្រកសាងប្រទេសឲ្យប្រជារាស្ត្រពលរដ្ឋខ្មែរគ្រប់គ្រួសារមានជីវភាពរស់នៅសមរម្យថ្លៃថ្នូរទៀងទាត់ត្រូវតែប្របាត់អំពើពុករលួយត្រូវតែរកអ្នកចេះដឹងអ្នកដែលមានបទពិសោធន៍អ្នកដែលមានទឹកចិត្តស្រឡាញ់ជាតិមកពីគ្រប់គណៈបកទាំងអស់ខ្ញុំនិយាយថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងមកជួយស្ដារប្រទេសជាតិគឺច្បាស់ហើយតែយើងមិនមែនធ្វើតែឯងទេគឺមានអ្នកស្នេហាជាតិអ្នកដែលមានសមត្ថភាពរាប់មិនអស់ដែលគេមិនចេញមុខពេលនេះពេលដល់យើងរៀបចំប្រទេសធានាឲ្យមានសន្តិសុខឲ្យមានសេរីភាពសម្រាប់រដ្ឋខ្មែរគ្រប់រូបណាខ្ញុំជឿថាមានអ្នកស្នេហាជាតិនឹងចេញមុខមកចាប់ឯគ្នាពិតប្រាកដ